សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺថាបានឆាកពឹសបងប្អូនហើយច្បាប់តញាក់ស្រែមែនតែតើទិញគេបានហូបហើយឃើញកពឹសថោកទិញគេ2គីឡូបងប្អូន1គីឡូ7,000ល្អណាហើយឥឡូវខែហ្នឹងខែហឹងសបោដែរណាបងប្អូនហើយក៏យកមកឆាពាក់កតាស្ទុកស្រស់ទុកពាក់កតាបងប្អូនហើយសម្រាប់បងប្អូនទាំងអស់គ្នាបានហូបឲ្យដែរហើយនេះបងប្អូនណាកំពុងចាប់ផ្ដើមឆាឆោកឆាក់ហើយគឺកូនខ្ញុំក៏ចូលចិត្តហើយត្រូវនឹងក្មួយក៏គាត់ចូលចិត្តទៀតអញ្ចឹងឆា1គីឡូតម្លងតើបងប្អូនហើយបន្ទាប់មកបំពងខ្ទឹមបំពងអីវាដាក់ឆាជាមួយនឹងកុំឲ្យវាឆ្អាបអញ្ចឹងហើយមានតែគ្រឿងក្រៅអីច្រើននេះឆាកពឹសគឺមានតែទឹកត្រីហើយនឹងប៊ីចេងស្ករតែប៉ុណ្្នឹងទេបងប្អូនហើយខ្ញុំមានដើមខ្ទឹម1000ដែរហើយខ្ញុំធ្វើជាទឹករាយរួចអស់ដាក់ចូលគ្នាអស់ហើយដល់ពេលវាអង្គពលតពលបន្តិចក៏ខ្ញុំចាក់គ្រឿងក្រៅចូលតែម្ដងហើយបន្ទាប់មកឆាក់ទុកឲ្យចូលជាតិគ្នាបន្តិចមកទឹករបស់យើងក៏បានពុះហើយដាក់អំបិលមកចុងស្ព្រាហើយចាក់កពឹសចូលទៅវាមានជាតិជើងបន្តិចអញ្ចឹងបងប្អូនដាក់អំបិលតិចប៊ីចេងតិចឲ្យវាចូលជាតិគ្នាទៅសំណុកដល់ពេលធ្វើម្ហូបល្ងាចអីទៅក៏កាប់ដើមចេកកាប់អីមកដើមភ្លារួចមកពេលទៀតហើយបងប្អូនហើយសម្រាប់កពឹសរីងរបស់យើងដែរក៏បានចូលជាតិគ្នារួចរាល់អស់ហើយល្មមមកឆ្ងាញ់ហើយហូបបាយមិនសូវប្រមាណទេណាតែនំសម្រាប់អ្នកលេងគាត់ស្គាល់កពឹសឈ្មោះកពឹសអីអញ្ចឹងបងប្អូនគាត់ប្រាប់ដែរតែភ្លេចទៅថាគ្រាន់តែពិបាកកាត់ព្រួយខ្លះមកឲ្យមុតមាត់ទេគេថាដាក់តែស្ករវីចេងធ្វើជាតិជាមួយនឹងដើមខ្ទឹមប៉ុណ្ណេះមកបងប្អូនហើយហូបបាយវាឆ្ងាញ់ក្តៅអញ្ចឹងណាហើយបើកពឹសមួយមុខទៀតហ្នឹងដឹងឈ្មោះអីទេបងប្អូនខ្ញុំធ្លាប់ហូបដែរតែនឹងខែកពឹសទលេមកគេនឹងប៉ិនកូនដៃយើងហ្នឹងស្រស់វាឲ្យទៅរួចបុកទឹកត្រីកោះកងនិយាយវាថាជាតិជាងពគារបស់យើងទៀតបងប្អូនពគាសុទ្ធតែចិញ្ចឹមតែពួកកពឹសនេះគឺសុទ្ធធម្មជាតិទាំងអស់និយាយវាថាជាតិកូនខ្ញុំហើយនឹងក្មួយខ្ញុំអីវាថាបានមហូបអញ្ចេះវិញក៏ចូលចិត្តគេណាហូបបាយមួយចាន2ចានបងប្អូនកំងដល់ពេលថ្លៃពេកអត់ទិញទេអ្នកលក់គេអត់ពិបាកយកមកលក់អញ្ចឹងបងប្អូនណាពេលក្រណា1គីឡូ20000ណាយកមកចង់មានផងគេទៅតាមគ្នាដល់ពេលសបោអញ្ចឹងទិញឲ្យគាត់ហូបឲ្យឆ្អែតទៅហើយកូនខ្ញុំនិយាយថាមិនបាច់ចាំទិញពគាទៅអីម៉ាក់ហូបតែកពឹសអញ្ចឹងជាតិកប់សេរីជាតិក៏ជាតិទៅកូនតែបានតែម្ដងទេតែឡើង2ដងហ្នឹងលែងញ៉ាំហើយចាំមកគេហៅថាកូនក្មេងមែនបងប្អូនហើយរួចឆ្អិនអស់ហើយបងប្អូនហើយមើលមកតំណងឆ្ងាញ់អត់មែនតែតិចអីបងប្អូនណាឡើងមកផ្ទះអ៊ុំដួសមកឡើងមកចានតែមកណាហើយកពឹសស្រស់របស់យើងក៏បានឆ្អិនរួចរាល់ហើយដួសមកឡើងហុយទៅលោមទៅបងប្អូនហើយសម្រាប់ចក្រានបាយវិញបងប្អូនណាតាមស្រុកស្រែជនបទគឺសុទ្ធតែខ្ជុងសុទ្ធតែអីអញ្ចឹងហើយមើលមកមិនសូវជាចូលភ្នែកទេអ្នកស្រុកស្រែហើយសម្រាប់ម្ហូបបើសិនទិញតាមភូមិរៀងថ្លៃបងប្អូនគេទិញយកមកយកចំណិញយកអីអញ្ចឹងណាបើយើងចង់ថោកទៅផ្សារដល់ណាស់តែខ្ជិលថាបន្តិចបន្តួចខ្ជិលទៅផ្សារទៅអីចឹងបងប្អូនគេយកមកលក់ក៏ទិញនៅនឹងមកដល់ពេលទៅផ្សារឡើងថោក